ជានេះធ្វើអំពីពេជ្រម៉ោយសណៃហើយជាពេជ្រទម្ងន់1ក្រាតឬបើគិតជាទំហំវិញគឺ6.5 លីមានន័យថាមុខកាត់បោះត្បូងនេះគឺ 6.5 លីបើយើងមើលក្នុងវីដេអូនេះបាននិយាយថាពេជ្រម៉ោយសណៃគឺមិនធម្មតាទេតាក់ទងចរណៃរបស់វាគឺភ្លឺផ្លេកតែម្ដងហើយគួរឲ្យចាប់អារម្មណ៍គួរគយគន់ណាហើយបើនៅក្រៅវិញវាជាងនឹងទៀតផងបើសិនវាត្រូវពន្លឺពេជ្រម៉ោយសណៃមានកម្រិតរឹងដូចពេជ្រដែរបើយើងតេស្តលើម៉ាស៊ីននេះគឺវាពេញតែម្ដងដូចពេជ្រដូចគ្នាគឺមិនអាចបែងចែកពេជ្រនិងម៉ោយសណៃបានទេហើយតែបើមានម៉ាស៊ីនផ្សេងទៅអាចបែងចែកបានតែជាទូទៅច្រើនឃើញគេប្រើប្រាស់ម៉ាស៊ីនហ្នឹងឯងតេស្តពេជ្រក៏ដោយតេស្តម៉ោយសណៃក៏ដោយហើយម៉ោយសណៃគេផ្សំរបស់វាគឺធ្វើឡើងពីកាបូនស៊ីលីកាតអញ្ចឹងវាមានពន្លឺចរណៃខ្លាំងជាងពេជ្រហើយពេជ្រមានតែកាបូនទេដែលបកស្រាយពាក់ព័ន្ធនឹងកម្រិតរឹងរបស់ត្បូងទាំងពីរនេះគឺកាបូនរឹងណាតែមកពេជ្រមានកម្រិតរឹង10ម៉ោយសណៃមានកម្រិតរឹង 9.2 ហើយពាក្យថាកម្រិតរឹងគឺចង់សំដៅទៅលើថាមួយជីវិតនៃត្បូងគឺមិនងាយសឹកមិនងាយរីករាលហើយមិនងាយបាត់ចរណៃវាទេហើយបើរឹងមែនតើគឺមានន័យថាវាអាចឆ្កូតត្បូងដតៃស្នាមបានដូចម៉ោយសណៃអាចឆ្កូតទន្ទឹមឬកណ្ដៀងបានដូចពេជ្រដែរគឺអាចកូតស្នាម